សម្រាប់ប្រុងលូសុំណែនាំបងប្អូនបន្តិចណាតកតើនឹងពេលវេលាណាគឺយើងត្រូវដឹងហើយថាយើងរៀនពេលព្រឹកយើងត្រូវស្រោតបន្តិចមកទោះផ្ទះចិត្តឬផ្ទះឆ្ងាយក៏ដោយតែលោកឃើញថាបងប្អូនដែលនៅផ្ទះឆ្ងាយច្រើនតែមកលឿនជាងផ្ទះអ្នកនៅចិត្តអ្នកចិត្តអាងនៅសាលានៅចិត្តផ្ទះនៅចិត្តដំអកបានធ្វើឲ្យការយឺតយ៉ាវនឹងការមកសាលារៀនគឺឲ្យអាចចាញ់បងប្អូនដែលយើងនៅផ្ទះឆ្ងាយហើយសូមលោកប៉ាអ្នកម៉ាក់ពេលរៀនព្រឹកចឹងសូមលោកប៉ាអ្នកម៉ាក់មេត្តាស្រោតរូតណាជូនកូនមកសាលារៀនឲ្យបានតាន់ពេលវេលាបានគឺសាលានឹងត្រូវបិទទ្វារនៅម៉ោង7ហើយបាទសម្រាប់ប្រុងលោកសុំបន្តិចទៀតគឺតាក់ទងនឹងចំណីអាហារបងប្អូនដឹងហើយណាការយើងញ៉ាំចំណីអាហារកាលណាយើងញ៉ាំអាហារដែលមានសុខភាពធ្វើឲ្យយើងមានរាងកាយរឹងមាំណាហើយសូមកុំញ៉ាំរបស់ដែលមានជាតិស្ករច្រើនផ្អែមណាទឹកសេរ៉ូស្ទីងកូកាហ្នឹងគឺយើងមិនហាមទេតែគ្រាន់តែយើងកាត់បន្ថយណាកុំឲ្យញ៉ាំច្រើនពេកបន្តិចបន្តួចទៅបានហើយណានឹងថារបស់នឹងវាឆ្ងាញ់ហើយក៏ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាពរបស់យើងនៅថ្ងៃក្រោយណាលោកគ្រូតែងណែនាំបងប្អូនជារឿយៗហើយរឿងនេះគឺយើងដឹងហើយណាកុមារយើងតូចមែនក៏ប៉ុន្តែកើតជំងឺទឹកនោមផ្អែមនេះច្រើនណាស់យើងតាមមើលតួលេខយើងស្ដាប់ទៅដឹងហើយណាកាត់បន្ថយណាការញ៉ាំផ្អែមណាសម្រាប់ប្រុងមួយទៀតនៅពេលដែលយើងទិញនំចំណីញ៉ាំនៅផ្សារគឺយើងដាច់ខាតត្រូវតែញ៉ាំឲ្យរួចរាល់នៅក្នុងផ្សារគឺហាមយកនំចំណីទាំងអស់ដែលយកពីផ្សារមកចូលនៅក្នុងថ្នាក់រៀនឥឡូវនេះនៅមានបងប្អូនណាយកនំចំណីចូលក្នុងថ្នាក់រៀនទៀតជាងយើងញ៉ាំទៅញ៉ាំនៅក្នុងផ្សារយើងឲ្យរួចរាល់ទៅបាទយើងទុកដាក់សម្ភារៈរបស់យើងណានៅក្នុងកន្ត្រកឬធុងសម្រាមទៅណាកុំយកមកដល់ក្នុងថ្នាក់ចឹងធ្វើឲ្យសម្រាមនៅក្នុងថ្នាក់នីមួយៗគឺក្នុងតែ1ម៉ោងគឺសម្រាមមួយកន្ត្រកបាទ1ម៉ោងគឺមួយកន្ត្រកហើយបងប្អូនដែលចូលរួមការសម្អាតបរិស្ថានសាលាគឺគាត់តែងតែរើសជារៀងបាទរាល់ម៉ោងបាទជើងនៅអត់អស់បាទចឹងសរុបមកវិញគឺបងប្អូនទៅចូលរួមណាការសម្អាតបរិស្ថានកាលណាបរិស្ថានស្អាតសាលាស្អាតធ្វើឲ្យយើងមានមុខមាត់ណាហើយជាពិសេសគឺយើងមានសុខភាពល្អដែរសម្រាប់ប្រុងចឹងបងប្អូនត្រឡប់ក្រោយអាចដើរតាមជួរបានណាអរគុណច្រើនចេញមួយតាមស្រួលតាមជួរខ្ញុំតអាខ្ញុំអត់សូមអាតែដូចនេះ